សួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Channel ជាកន្លែងដែលយើងនាំមកនៅព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាថ្ងៃនេះថ្ងៃទី26ខែឧសភាឆ្នាំ2025យើងនឹងស្វែងយល់អំពីអនាគតនៃបញ្ញាសិប្បនិម្មិត Artificial Intelligence ឬ AI និងវិធីដែលវាកំពុងផ្លាស់ប្ដូរពិភពលោកយើងប្រសិនបើអ្នកចូលចិត្តបច្ចេកវិទ្យាឬចង់ដឹងថាតើ AI នឹងជួយឬប៉ះពាល់ជីវិតអ្នកយ៉ាងណាវីដេអូនេះគឺសម្រាប់អ្នកតោះចាប់ផតើមកហើយញញឹមទាំងអស់គ្នាកុំភ្លេច Like និង Subscribe ទេណា AI គឺជាបច្ចេកវិទ្យាដែលអាចគិតរៀននិងធ្វើការដូចមនុស្សដោយប្រើកុំព្យូទ័រនិងទិន្នន័យយ៉ាងច្រើននៅឆ្នាំ2025នេះ AI ត្រូវបានប្រើក្នុងផ្នែកផ្សេងៗដូចជាការថែទាំសុខភាពការដឹកជញ្ជូននិងការផលិតឧទាហរណ៍មួយក្នុងវិស័យវិទ្យាសាស្ត្រ AI ជួយគ្រូពេទ្យធ្វើការវិភាគរូបថត X រេឲ្យលឿននិងត្រឹមត្រូវជាងមុនដែលអាចជួយសង្គ្រោះជីវិតបានក្នុងវិស័យដឹកជញ្ជូនរថយន្តដែលគ្មានអ្នកបើក Self-driving car ដូចជាពី Tesla កំពុងត្រូវបានធ្វើតេស្តនៅទូទាំងសហរដ្ឋអាមេរិកដោយប្រើ AI ដើម្បីស្វែងរកផ្លូវនិងជៀសវាងគ្រោះថ្នាក់ក្រៅពីនេះ AI ក៏បានផ្លាស់ប្ដូរវិស័យការងារកម្មវិធីដូចជា ChatGPT និង Grok បង្កើតដោយឥតខ្ចីអាចសរសេរអត្ថបទឆ្លើយសំណួរនិងជួយអ្នកធ្វើការងារផ្សេងៗដែលធ្វើឲ្យមនុស្សមួយចំនួនរៀនជំនាញថ្មីប៉ុន្តែវាក៏មានការព្រួយបារម្ភថា AI អាចជំនួសការងារមនុស្សដូចជាការងារទីផ្សារឬការគណនាអ្នកជំនាញបានណែនាំឲ្យមនុស្សរៀនជំនាញគ្រប់គ្រង AI ដើម្បីប្រកួតប្រជែងក្នុងទីផ្សារនៅឆ្នាំ2025 AI ក៏បានឈានដល់ការបង្កើតសិល្បៈនិងតន្ត្រីផងដែរកម្មវិធីដូចជា DALL-E អាចបង្កើតរូបភាពពីអក្សរខណៈដែលកម្មវិធីផ្សេងទៀតអាចសរសេរបទចម្រៀងដែលស្រដៀងនឹងតារាល្បីៗនេះធ្វើឲ្យវិស័យសិល្បៈមានការផ្លាស់ប្ដូរធំប៉ុន្តែក៏ធ្វើឲ្យមានការជជែកអំពីការលួចយកការងាររបស់ក្រុមហ៊ុនផងដែរឧទាហរណ៍មួយក្រុមហ៊ុនផលិតភាពយន្តបានប្រើ AI ដើម្បីបង្កើតសេចក្តីផតាមមកភាពយន្តថ្មីដែលជួយឲ្យការផលិតលឿនឡើង AI ក៏មានតួនាទីក្នុងការការពារបរិស្ថានផងដែរឧបករណ៍ AI អាចវិភាគទិន្នន័យអាកាសធាតុនិងជួយទប់ស្កាត់គ្រោះធម្មជាតិដូចជាផ្គរឬរលកកៅក្នុងឆ្នាំនេះក្រុមហ៊ុននៅអឺរ៉ុបបានប្រើ AI ដើម្បីគ្រប់គ្រងបណ្ណតាញោថាមពលឲ្យប្រើប្រាស់ថាមពលពណ៌ Renewable ឲ្យបានច្រើនដែលជួយកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់នេះជាសញ្ញាដ៏ល្អដែលបច្ចេកវិទ្យាអាចជួយផែនដីប៉ុន្តែ AI ក៏មានបញ្ហាផងដែរការលួចទិន្នន័យផ្ទាល់ខ្លួននិងការប្រើប្រាស់ AI ក្នុងគោលបំណងអាក្រក់ដូចជាការបោកបញ្ឆោតអនឡាញគឺជាកង្វល់ធំដើម្បីដោះស្រាយនេះរដ្ឋាភិបាលនៅជុំវិញពិភពលោកកំពុងបង្កើតច្បាប់ថ្មីដើម្បីកំណត់ការប្រើប្រាស់ AI ឲ្យមានសុវត្ថិភាពឧទាហរណ៍មួយសហភាពអឺរ៉ុបបានចេញ AI កាលពីខែមករាឆ្នាំ2025ដើម្បីធានាថា AI ត្រូវបានប្រើប្រាស់ឲ្យប្រក្រតីនៅអនាគត AI នឹងកាន់តែវិវត្តន៍អ្នកវិទ្យាសាស្ត្ររំពឹងថា AI នឹងអាចជួយគ្រប់គ្រងទីក្រុងឆ្លាម Smart City ដោយគ្រប់គ្រងចរាចរណ៍និងថាមពលក្នុងឆ្នាំ2025ទីក្រុងដូចជា San Francisco បានចាប់ផ្ដើមមកប្រើ AI ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ដែលធ្វើឲ្យជីវិតប្រចាំថ្ងៃងាយស្រួលជាងមុនក៏ប៉ុន្តែអ្នកជំនាញក៏បានណែនាំឲ្យយើងប្រុងប្រយ័ត្នចំពោះហានិភ័យនៃ AI ដែលអាចគ្រប់គ្រងមនុស្សប្រសិនបើមិនមានការគ្រប់គ្រងល្អអស្ចារ្យណាស់ AI កំពុងផ្លាស់ប្ដូរពិភពលោកយើងក្នុងវិធីដ៏គួរឲ្យភ្ញាក់ផ្អើលតើអ្នកគិតថា AI នឹងជួយឬបង្កផលវិបាកក្នុងអនាគតប្រាប់យើងនៅ comment ខាងក្រោមបើចូលចិត្តវីដេអូនេះកុំភ្លេច Like Share និង Subscribe ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាថ្មីៗជួបគ្នាវិញនៅវីដេអូក្រោយជម្រាបលា